Chỉ không anh sấy mạch phẳng hiện chọn pe chứ, phụ công cái hay nơi ta mơ con ta đã了 នេះគឺជាពាក្យមកឃ្លាដែលខ្ញុំអាសាឮគេនិយាយច្រើនខ្លាំងមែនតើទៅកាន់ក្មេងស្រីឬក៏មនុស្សស្រីយឺស្ដាប់មើលទៅវាដូចជាពាក្យលេងសើចមួយប៉ុន្តែខ្ញុំជឿថាពាក្យមកឃ្លានេះគឺជាពាក្យមួយដែលលួចបំបាក់ទឹកចិត្តក្មេងស្រីពីការតាំងចិត្តរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ឬក៏មានក្តីសម័យធំដុំនៅក្នុងជីវិតរបស់គាត់សួស្តីអ្នកនរគ្នាខ្ញុំ Grace ចឹងនៅក្នុងថ្ងៃនេះខ្ញុំចង់និយាយពី topic មួយតាក់ទងទៅនឹងការអប់រំសម្រាប់មនុស្សស្រីតើការរៀនសូត្រកម្រិតខ្ពស់របស់មនុស្សស្រីវាជារឿងមួយដែលខាតពេលសម្រាប់គាត់ពិតមែនឬក៏អត់ទេដោយសារតែខ្ញុំនៅតែលើការលើកឡើងមួយចំនួនដែរនិយាយថាជាមនុស្សស្រីអត់ចាំបាច់រៀនជ្រៅជ្រះអីពេកទេពីព្រោះពេលដែលរៀបការហើយគឺគាត់ពីច្រើនត្រូវនៅផ្ទះមើលកូនអញ្ចឹងហើយវាជារឿងខាតពេលសម្រាប់គាត់ដែលត្រូវខំរៀនសូត្រខ្ពង់ខ្ពស់ហ្នឹងហើយបើត្រឡប់ការពីដែលខ្ញុំនៅក្មេងអ្នកនរគ្នាខ្ញុំអាសាឮច្រើនខ្លាំងមែនតើគឺចាស់នៅភូមិខ្ញុំដែលគាត់ចំណាំប្រាប់កូនក្មួយរបស់គាត់ស្រីៗហ្នឹងថាជាមនុស្សស្រីមិនចាំបាច់ទៅរៀនឬក៏រៀនសូត្រឲ្យបានជ្រៅជ្រះអីទេដោយសារតែពេលដែលរៀបការហើយគឺគាត់ត្រូវនៅផ្ទះមើលកូនហើយអារឿងលុយកាក់ហ្នឹងគឺប្តីអ្នកហៅចូលទេអញ្ចឹងហើយជាកូនស្រីឬក៏ជាប្រពន្ធហ្នឹងខំតែរឿងចក្រានជើងឆ្នាំងឲ្យតែខ្លាំងទៅមើលថែកូនចៅទុកដាក់ផ្ទះសបែងឲ្យតែបានល្អទៅបានហើយហើយកាលហ្នឹងក៏មាន belief មួយដែលខ្ញុំអាសាឮដូចគ្នាដែរដែលគេនិយាយថាមនុស្សស្រីតែរៀនច្រើនអត់ងាយដល់គូឬក៏អត់ងាយយកប្តីទេហើយមួយវិញទៀតនៅក្នុងគ្រួសារមួយដែលមានប្រពន្ធតែគាត់មានការអប់រំឬក៏រៀនខ្ពង់ខ្ពស់ហ្នឹងក៏អត់សូវនៅជាប់លាប់មួយគ្នាបានយូរដែរស្មោះត្រង់ទៅអ្នកនរគ្នាកង្កាខ្ញុំនៅក្មេងពេលដែលខ្ញុំឮពាក្យទាំងអស់ហ្នឹងគឺខ្ញុំគិតថាវាសមហេតុសមផលហើយក៏វាជារឿងសាមញ្ញដែរដោយសារអីខ្ញុំអាចថាខ្ញុំឃើញលោកយាយរបស់ខ្ញុំឬក៏ឃើញចាស់ៗនៅភូមិខ្ញុំពីច្រើនគឺគាត់រស់នៅបែបហ្នឹងអញ្ចឹងហើយយើងក្មេងយើងគិតថាវាជារឿងសាមញ្ញប៉ុន្តែពេលដែលខ្ញុំកាន់តែធំទៅធ្វើឲ្យខ្ញុំដឹងថាអីដែលលើកឡើងទាំងអស់ហ្នឹងគឺវាអត់ត្រូវ 100% ទេដោយសារអីខ្ញុំយល់ឃើញថានៅក្នុងគ្រួសារមួយដែលមានប្រពន្ធមានការអប់រំគឺគាត់អត់បំផ្លាញជីវិតគ្រួសារហ្នឹងឯងប៉ុន្តែផ្ទុយទៅវិញមានតែធ្វើឲ្យគ្រួសារទាំងមូលហ្នឹងរឹងមាំហើយធ្វើឲ្យសមាជិកនៅក្នុងគ្រួសារហ្នឹងមានការអប់រំដូចគ្នាដែរអូខេចឹងឥឡូវយើងមកនិយាយពីអត្ថប្រយោជន៍ដែលមនុស្សស្រីទទួលបានពីការអប់រំជាក់ស្ដែងអត្ថប្រយោជន៍នេះគឺមិនផ្ដោតតែមនុស្សស្រីទេគឺផ្ដោតលើ everyone ដែលមានចំណេះដឹងតែម្ដងតែដោយសារ topic របស់យើងថ្ងៃនេះនិយាយពីមនុស្សស្រីចឹងខ្ញុំនឹងលើកអត្ថប្រយោជន៍ដែលតទៅនឹងមនុស្សស្រីច្រើនអូខេចឹងអ្វីដែលខ្ញុំមើលឃើញការអប់រំទាំងអស់គ្នាគឺមិនមែនគ្រាន់តែផ្ដល់ឲ្យយើងនៅចំណេះជំនាញសម្រាប់ការធ្វើការងារតែប៉ុណ្្នឹងទេប៉ុន្តែគឺពេលរៀនយើងច្រើនតាក់ទងទៅនឹងការរស់នៅប្រចាំថ្ងៃរបស់យើងមានអីគេខ្លះទី1តាក់ទងទៅនឹងការគិតការរៀនសូត្រមុខវិជ្ជានានាតាំងពីយើងរៀននៅថ្នាក់បឋមរហូតមកដល់មហាវិទ្យាល័យឬក៏រហូតដល់ឥឡូវហ្នឹងគឺធ្វើឲ្យយើងចេះគិតពិចារណាបានគ្រប់ជ្រុងជ្រោយនិងគិតឲ្យបានច្បាស់លាស់អញ្ចឹងពេលយើងតាក់ទងទៅនឹងការគិតនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងហ្នឹងធ្វើឲ្យយើងចេះនៅក្នុងការថ្លឹងថ្លែងពិចារណាថារឿងណាមួយត្រូវរឿងណាខុសសមហេតុសមផលអីចឹងទៅហើយក៏ពហិនយើងឲ្យចេះនៅក្នុងការសម្រេចចិត្តនឹងហើយទៅលើការរស់នៅរបស់យើងដូចគ្នាសម្រេចចិត្តឲ្យបានច្បាស់លាស់ពេលដែលយើងពហិនយើងឲ្យយើងដឹងថាតើពេលយើងត្រូវសម្រេចចិត្តលើរឿងអីមួយថាយើងត្រូវធ្វើអីគេខ្លះប្រមូលព័ត៌មានអីចឹងទៅមុននឹងសម្រេចចិត្តអាហ្នឹងក៏បានមកពីការរៀនសូត្រមុខជានានារបស់យើងពេលយើងរៀនដូចគ្នាដែរហើយការរៀនសូត្រដូចគ្នាដែរក៏ជួយឲ្យយើងការពារខ្លួនឯងពីការបោកប្រាស់របស់ជនខលខូចជនឆោបបោកមួយចំនួនឬក៏ការគ្រប់គ្រងរបៀបថាកេងប្រវ័ញ្ចកម្លាំងពលកម្មឬក៏ផលប្រយោជន៍នៅក្នុងរូបភាពអវិជ្ជមានណាមួយអីចឹងទៅហើយការរៀនសូត្រដូចគ្នាដែរគឺធ្វើឲ្យយើងមានចំណេះដឹងច្រើនតាក់ទងទៅនឹងចំណេះដឹងទូទៅហ្នឹងហើយជួយមានចំណេះដឹងទូទៅតាក់ទងមុខវិជ្ជានានាការពីយើងរៀនជាពិសេសគឺរៀននៅចំណេះដឹងទូទៅថ្នាក់បឋមហើយនឹងថ្នាក់វិទ្យាល័យអនុវិទ្យាល័យអញ្ចឹងយើងចេះដឹងចំណេះដឹងទូទៅច្រើនអញ្ចឹងពេលដែលយើងមានចំណេះដឹងទូទៅច្រើនអញ្ចឹងគឺធ្វើឲ្យយើងមើលឃើញពិភពលោកក្នុងរូបភាពមួយធំច្រើនជាងមុនហ្នឹងហើយយើងមិនមែននៅតែមួយកន្លែងឬក៏ដឹងតែអ្វីកន្លែងដែលយើងនៅអញ្ចឹងអញ្ចឹងយើងធ្វើឲ្យយើងមានចំណេះដឹងច្រើនជាងមុនស្គាល់ពិភពលោកនៅក្នុងរូបភាពមួយទូលំទូលាយច្រើនជាងមុនហើយក៏ធ្វើឲ្យយើងមានទំនុកចិត្តលើខ្លួនឯងលើការរស់នៅរបស់យើងដូចគ្នាដែរដោយសារអីយើងចេះហ្នឹងហើយអញ្ចឹងយើងចេះយើងមានទំនុកចិត្តលើការរស់នៅរបស់យើង yes ហើយមួយវិញទៀតនោះពេលដែលយើងមានកូនហ្នឹងហើយពេលដែលយើងរៀបការទៅមានកូនក៏ប្រពន្ធដែលគាត់មានចំណេះដឹងគឺគាត់អាច transfer ចំណេះដឹងរបស់គាត់ហ្នឹងទៅកាន់កូនគាត់អាចចេះពីរបៀបនៅក្នុងការចិញ្ចឹមកូនឲ្យមានសុខភាពល្អមានចំណេះដឹងដូចគាត់មានសិលធម៌ល្អនៅក្នុងការរស់នៅអីចឹងទៅអញ្ចឹង yes គាត់អាចចិញ្ចឹមកូនបានល្អហើយគាត់អាចចេះពីរៀនកូនទៀតចេះពីរៀនកូនហើយគាត់ក៏អាចរកលុយបានដូចគ្នាដែរអញ្ចឹងនៅក្នុងសម័យបច្ចុប្បន្ននេះការរកលុយគឺមិនចាំបាច់តតែយើងត្រូវទៅធ្វើការឲ្យគេឬក៏ទៅកន្លែងបានន័យថាទៅកន្លែងរហូតត្រូវ attend physically ឯងយើងអាចធ្វើការ online ឬក៏រកស៊ី online ឬក៏ធ្វើការងារអីមួយពេលដែលគាត់និយាយទៅពេលដែលមនុស្សស្រីដែលគាត់មានជាចំណេះជំនាញគឺគាត់ឆ្លាតអញ្ចឹងគាត់ឲ្យតែគាត់មានជាការ commitment នៅក្នុងការរកលុយគឺមានវិធីនៅក្នុងការរកលុយច្រើនជាពិសេសនៅក្នុងសម័យ digital ចេះទៀតគឺអត់ពិបាកនៅក្នុងការរកលុយឯងហ្នឹងហើយអញ្ចឹងយ៉ាគាត់អាចនៅតែអាចរកចំណូលបានធ្វើតែថាគាត់នៅតែមើលកូនក៏ពិតមែនទុកដាក់តែសបាយក៏ពិតមែនប៉ុន្តែក៏គាត់អាចជួយរកចំណូលដើម្បីយកមកផ្គត់ផ្គង់គ្រួសារដូចគ្នាដែរហើយមួយវិញទៀតនោះក៏គាត់អាចជួយទៅក្នុងសង្គមជាតិព្រោះអីគាត់ចិញ្ចឹមកូនមួយដែលមានចំណេះដឹងមានចំណេះក្មេងមានសិលធម៌ល្អអញ្ចឹងនៅក្នុងសង្គមជាតិរបស់យើងគឺពោពេញទៅដោយមនុស្សល្អមនុស្សមានសិលធម៌អញ្ចឹងទៅហើយមួយវិញទៀតអ្នកនរគ្នាស្មាតផងទៅយើងក៏ជាដឹងថាចិត្តរបស់យើងគឺវាអត់មានអ្វីប្រែប្រួលទេយើងមើលអត់ឃើញទេថានឹងមានរឿងអីកាត់ឡើងនៅក្នុងវិនាទីបន្ទាប់ការចាស់ឈឺស្លាប់ហេតុការអីមួយគឺវាអាចកាត់ឡើងគ្រប់ពេលវេលាអញ្ចឹងហើយបើសិនជាពេលមួយដែលជីវិតគ្រួសារនឹងវាមានការប្រែប្រួលនៅក្នុងរូបភាពណាមួយyes យើងអត់ដឹងអញ្ចឹងហើយប្រពន្ធដែលគាត់មានជាចំណេះដឹងមានសមត្ថភាពហ្នឹងក៏គាត់អត់តែតោដែរគឺគាត់នៅតែអាចគ្រប់គ្រងគ្រួសារនឹងបានល្អគឺគាត់នៅតែអាចរស់នៅដោយខ្លួនគាត់បានបើទោះបីជាមានការប្រែប្រួលណាមួយនៅក្នុងជីវិតគ្រួសារហ្នឹងក៏ដោយ
ហើយមួយវិញទៀតអ្នកនរគ្នា តាមការ research របស់ខ្ញុំឬក៏ខ្ញុំក៏ថាអ្នកនរគ្នាគឺសិតតែដឹងហើយមិនថាតែថ្នាក់ដឹកនាំឬក៏បុគ្គលដែលល្បីៗនៅលើពិភពលោកគឺគាត់សិតតែឲ្យតម្លៃខ្លាំងទៅលើការរៀនសូត្រ ទៅលើការអប់រំអញ្ចឹងហើយបានប្រទេសនីមួយៗមិនថាប្រទេសយើងប្រទេសគេទេគឺសិតតែផ្ដោតទៅលើពង្រឹងនៅក្នុងគុណភាពនៅក្នុងការអប់រំប្រព័ន្ធនៅក្នុងការអប់រំអីនានាអញ្ចឹងគឺពួកគាត់សិតតែឲ្យតម្លៃខ្ពស់ទៅលើការអប់រំហើយខ្ញុំលើក quote មួយដែលជា quote ល្បីខ្ញុំជឿថាគ្នាយើងភាគច្រើនធ្លាប់ឮគឺរបស់លោក Nelson Mandela ដែលគាត់គឺជាប្រធានាធិបតីរបស់ប្រទេសអាហ្វ្រិកខាងត្បូងតែគាត់លើកឡើងថាចំណេះដឹងគឺជាអាវុធដ៏អស្ចារ្យដែលអាចកែប្រែពិភពលោកបាន yes អញ្ចឹងអានេះវាជា quote មួយដែលខ្ញុំចាំតាំងពីខ្ញុំនៅក្មេងហើយខ្ញុំជឿថាគ្នាយើងភាគច្រើនឮតាក់ទងទៅនឹង education ដែល yes គឺมันអាចត្រឹមតែកែប្រែពិភពលោកគឺកែប្រែយើងអញ្ចឹងពេលដែលមនុស្សនៅក្នុងសង្គមជាតិយើងមានការអប់រំពិភពលោកគឺឬក៏សង្គមរបស់យើងគឺវានឹងប្រែប្រួលដែរឯងអូខេចឹងឥឡូវអ្នកនរគ្នាដឹងហើយថាការអប់រំគឺវាមានអត្ថប្រយោជន៍ខ្លាំងប៉ុណ្ណាមកដល់អ្នកដែលគាត់មានការអប់រំហ្នឹងមកដល់សង្គមជាតិឬក៏ដល់ពិភពលោកអញ្ចឹងសំណួរសួរថាតើមូលហេតុអីបានកម្រិតការអប់រំសម្រាប់មនុស្សស្រីឬក៏សម្រាប់ខ្លួនយើងซึ่งជឿថាអ្វីដែលខ្ញុំចែករំលែកនៅក្នុងថ្ងៃនេះនឹងអាចជួយគ្នាយើងទទួលបានជាចំណេះដឹងថ្មីបន្ថែមតាក់ទងទៅនឹងអត្ថប្រយោជន៍នៃការរៀនសូត្រក៏ដូចជាអាចផ្លាស់ប្ដូរការគិតទៅលើកម្រិតនៃការរៀនសូត្រសម្រាប់មនុស្សស្រីបើទោះបីជាគាត់ត្រូវនៅតាមមើលកូនបន្ទាប់ពីគាត់រៀបការហើយអូខេចឹងអរគុណសម្រាប់ការតាមដានវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាយ